ជួយបកពាក្យថាទេវរាជហ្នឹងជាភាសាបាលីហ្នឹងបកមកជាភាសាខ្មែរបច្ចុប្បន្នមានន័យយ៉ាងដូចមិនដែរបាទបាទអរគុណណាបាទអញ្ចឹងយើងបែរបរិយាយថ្ងៃនេះគឺយើងយកពាក្យទេវរាជហ្នឹងមកប្រែបាទទេវៈហ្នឹងប្រែថាជាទេពៈបាទទេពៈហ្នឹងយើងដឹងហើយគឺជាប្រលឹងស្ត្រីទាំងឡាយដែលបានផ្លាស់ទៅដោយព្រះនាងនោះមានឫទ្ធិអំណាចចេស្តានឹងលើអមនុស្សទាំងពួងគេហៅថាទេពបាទដូចជាមានពាក្យដែលយើងប្រើតបថ្ងៃថាជាសកកាយទេពអញ្ចឹងប្រលឹងវិញ្ញាណរបស់ស្ត្រីដែលជាស្ដេចសឹកសង្គ្រាមក្តីដែលជាស្ដេចទូសពិតរាជធរដែលជាមន្ត្រីរាជការជាស្ត្រីនោះគឺថាមានឫទ្ធិមានបារីចារីនឹងកុំស្កើងរុងរឿងនោះគេឲ្យឈ្មោះថាទេវៈបាទដល់រាជៈនោះប្រែថាការដឹកនាំគ្រប់គ្រងក្តោបក្តាប់ជានាមប្រែថាទឹកអមរតដូចជាពាក្យថារាជៈបាទយើងប្រែទៅទៀតទៅរាជ័យឃើញណាឬទឹកជ័យសេរីមង្គលដំបរមបវរប្រសាថ្លៃថ្លាបាទអញ្ចឹងទឹកអមរតហ្នឹងយើងហៅទឹកជ័យកាលណាយើងផាត់ទៅយើងងូទៅយើងលុបមុខទៅយើងមានសេរីសួស្តីបាទដែលយើងប្រាថ្នាហ្នឹងគឺបានសម្រេចនោះហើយគេហៅថារាជៈនោះប្រែបានច្រើនយ៉ាងតទៅទៀតដូចជាការគ្រប់គ្រងប្រទេសជាតិហ្នឹងជាមន្ត្រីរាជការគេថាយើងហៅមន្ត្រីរាជការអញ្ចឹងក៏រាជដែរអញ្ចឹងមានន័យថាពីដើមហ្នឹងគេទុកស្ត្រីហ្នឹងជាធំអញ្ចឹងរាជការហ្នឹងឲ្យតម្លៃលើស្រីជាធំចឹងហើយបានយើងមានពាក្យបញ្ជាក់ខាងដើមថាទេពរាជហើយយើងកុំច្រឡំថាទេវរាជហ្នឹងជាលទ្ធិរបស់ព្រហ្មញ្ញសាសនានោះចាំតិចទៀតខ្ញុំនឹងបរិយាយដូច្នេះពាក្យថាទេវរាជនេះជាប្រពៃណីរបស់ខ្មែរតាំងពីប្រកោនាគមនោពុរិស័ទនៅមានព្រះជន្មនមាយុម្លេះបាទផ្លែបារាំងទៅចេះមិនដល់ដូចពាក្យថាឃ្លោកលិចអំបែងអតែតបាទហៅប្រែត្រីថាជាព្រះហៅចៅជាព្រំអ្នកកាប់សេចក្តីបាទគុំមានដល់ថ្ងៃឯងសងខ្មែរវិញមិនខានបាទនេះខ្ញុំក៏តែបញ្ជាក់ថាឲ្យសប្បាយទៅឥឡូវហ្នឹងទៅដល់ថ្ងៃណាមួយឲ្យសងហើយខ្ញុំសូមថ្លែងទៅកាន់ខ្មែរព្រំមាញ់សាសនាគ្មានវិធីទេវរាជទេព្រោះមានព្រះកបិលមហាព្រំនោះជាអ្នកបង្កើតឲ្យមានតាវៈនោះមាន3គឺទី1ព្រះវិស្ណុជាអ្នកបង្កើតលោកសាងអំពើអាក្រក់ហើយទី2គឺព្រះនរាយណ៍យើងហៅនិរាយក៏បានជាអ្នកបំផ្លាញលោកដោយវិធីអាក្រក់ហើយទី3នោះព្រះសេវៈឬហៅថាលិង្គនិងយោនីសម្រាប់ជាទីសក្ការៈហើយបូជាដោយប្រារព្ធពិធីបូជាយ៉ាងដែលយកស្រីក្រមុំពុំចារីបាទកូនអ្នកស្លូតត្រង់នោះទៅបូជាទាំងរស់មានបូជាមហេសីខ្លួនយកអំណាចការពារគឺវះពោះយកកូនទៅរស់សូមធ្វើកូនក្រក់ជាដើមហើយសម្រាប់ព្រះនារាយណ៍វិញចូលចិត្តលួចឆក់ប្លន់កាបសម្លាប់អ្នកស្លូតត្រង់មិនដែលព្រមគោរពខ្លួនដោយឡែកព្រះវិស្ណុវិញជាអ្នកបង្កើតលោកក្បួនច្បាប់តម្រាបង្កើតអាក្រក់ទាំងឡាយរបស់លោកនេះឡាចំណុចនេះហើយជាហេតុផលដែលបញ្ជាក់ថាបារាំងបានបំភ្លៃពិធីទេវរាជរបស់ខ្មែរឲ្យសាសូនឥឡូវការពិតបានកើតឡើងវិញហើយស្ត្រីទេវរាជបារាជទេទាំងឡាយចូលក្បង់ទឹកដ៏ត្រជាក់បាលៀងជំរះកូនចៅខ្មែរដែលកំពុងជួបទូរផាត់នាសពថ្ងៃនេះឲ្យមានសេរីមង្គលជ័យវត្តកោបញ្ញាភ្លឺថ្លាយល់ហេតុផលស្គាល់មិត្តនិងសត្រូវបាទស្គាល់អាក្រក់ស្គាល់ល្អស្គាល់ចោលហើយនឹងមាបាទហើយនឹងព្រះដើម្បីរកប្រយោជន៍ជួយរក្សាវប្បធម៌អរិយធម៌ដ៏ល្អឯកនិងមាតុភូមិដ៏បវររុងរឿងនេះមកវិញលុះនីអវតានបាទតែគឺខ្លួនបានសុខបានរស់ខ្លួនជារបស់ខ្លួនមានសម្បត្តិជារបស់ខ្លួនគឺទឹកដីលើខ្យ
មេត្តាបៃតារក្សាលោកបានប្រសើរតរៀនទៅ